សួស្តីស្វាគមន៍មកកាន់ Channel រៀនអានអង់គ្លេសជា Channel បង្រៀនភាសាអង់គ្លេសថ្ងៃនេះគឺយើងមករៀនអំពីកិរិយាសព្ទពិសេសកិរិយាសព្ទពិសេស go over ប្រែថាពិនិត្យឡើងវិញឬរំលឹកមេរៀន I go over my lesson every evening ខ្ញុំលំលឹកមេរៀនរបស់ខ្ញុំរៀងរាល់ល្ងាច 2. Go after ដេញតាម The dog goes after the cat ឆ្កែដេញតាមឆ្មា Go ahead អញ្ជើញចាប់ផ្ដើមអញ្ជើញធ្វើបាន Please go ahead and start Go along with យកស្របជាមួយគាំទ្រ I go along with your idea ខ្ញុំយកស្របតាមគំនិតរបស់អ្នក Go away ចេញទៅឆ្ងាយ Please go away សូមចេញទៅ Go back on ក្បត់ពាក្យសន្យា He goes back on his promise គាត់ក្បត់ពាក្យសន្យារបស់គាត់ Go before ត្រូវបានដាក់ជូនឡើងតុលាការ The case goes before the judge សំណុំរឿងនេះត្រូវបានដាក់ជូនចៅក្រម Go beyond លើសពីហួសពី His kindness goes beyond words សេចក្តីសប្បុរសរបស់គាត់លើសពីអ្វីដែលពាក្យអាចពណ៌នាបាន Go down លិចចុះ The sun goes down in the evening